吃要吃。那就很好。我刚刚第一个吃没有很脆，这一次上来脆，好吃哦。អូឃើញចិនធ្វើម្ហូបនេះតំណងខ្ញុំក៏សាក់ធ្វើតាមបងហ្នឹងយើងមានហ៊ុនឈូកហើយហ៊ុនឈូកថ្ងៃនេះខ្ញុំទិញមកអត់ល្អទេវាមានខ្មៅខ្មៅអញ្ចឹងខ្ញុំក៏បានកាត់អាខ្មៅខ្មៅហ្នឹងចោលលាយជាមួយនឹងទឹកអំបិលនិងលាងជាមួយនឹងម្សៅមីផងហើយនឹងលាងមួយទឹកយើងហ្នឹង 4-5 ទឹកទៀតដើម្បីឲ្យវាស្អាតល្អមកយើងទុកមកដុំសិនទៅខ្ញុំយកខ្ញីមកកូនដុំយកមកដំវាឲ្យបែកហើយដាំទឹកមួយឆ្នាំដាក់ខ្ញីខ្ញុំដំហ្នឹងចូលចាក់ស្រាចិនធ្វើម្ហូបហ្នឹងចូលទៅក្នុងហ្នឹងដែរដើម្បីឲ្យវាកាត់ក្លិនឆ្អាបពេលដែលទឹកចិត្តពុះហ្នឹងខ្ញុំក៏បានដាក់អំបិលមកកូនស្ពាចូលហើយបងហ៊ុនយើងចូលធ្វើចឹងដើម្បីឲ្យវាមានជាតិខ្លាំងខ្ញុំដាក់វាស្ងោររយៈពេល1ម៉ោងទៅវាផុយនិយាយទៅយើងស្ងោរវាតផុយហ្មងហើយខ្ញុំយកពេលហ្នឹងមកបេះជីអង្កាមតែគេតែ10កាក់ទេបានឡើងមកថងហើយខ្ញុំមានខ្ញីមកកូនកង់ហ្នឹងដើម្បីវាជាតសៃស្ដើងកលេចទៅមើលហ៊ុនយើងវិញយើងចង់ដឹងថាវាផុយឬក៏មិនផុយហ្នឹងយើងអាចកាត់មកកូនដុំហ្នឹងភ្លក់បានបើថាវាផុយហើយយើងលើកវាឡើងមកមកយកហ៊ុនហ្នឹងមកកាត់ដុំខ្លីៗខ្ញុំឃើញវីដេអូចិនហ្នឹងធ្វើនិយាយទៅឡើង 4-5 ថ្ងៃហើយឃើញតំណងហើយឃ្លានហ្មងងើបមករៀងថ្ងៃពេកយកហ៊ុនហ្នឹងគេលក់អស់ថ្ងៃនេះតែងបានហ្នឹងយកមកសាក់ធ្វើញ៉ាំអានហើយខ្ញុំក៏បានយកកធុនមួយហ្នឹងដាក់ហ៊ុនយើងចូលបន្ទាប់មកយកម្សៅកំប៉ុងពីលើច្បល់វាឲ្យសតែចាក់ម្សៅហ្នឹងខ្ញុំទៅចាប់អារម្មណ៍ថាហ៊ុនខ្លះហ្នឹងវាពណ៌រៀងលឿងពីក្នុងអាហ៊ុនហ្នឹងល្វីងញ៉ាំអត់កើតទេលក់ហើយនិយាយទៅល្វីងឡើងតែតហ្មងដងខ្ញុំទិញហ៊ុនអត់ដែរប៉ះចំអញ្ចឹងទេនេះលើកទី1និយាយទៅប៉ះចំហ៊ុនល្វីងអញ្ចឹងតែវាមានតែប្រហែលដុំឯងខ្ញុំរើសវាចេញព្រោះយើងញ៉ាំក៏វាអត់ឆ្ងាញ់ដែរវាល្វីងចាក់ម្សៅកំប៉ុងហ្នឹងមកល្មមនេះមកច្បល់ទៅវាជាប់តិចបែបនេះបានហើយបន្ទាប់មកយើងយកខ្ទះមកចាក់ខ្លាញ់ឲ្យរៀងច្រើនតិចខ្លាញ់ក្តៅយើងបង់ហ៊ុនយើងចូលបង់ហ៊ុនហ្នឹងវារៀងផ្ទុះអញ្ចឹងយើងត្រូវប្រយ័ត្នបន្តិចហ៊ុនខ្ញុំរៀងច្រើនអញ្ចឹងខ្ញុំតែបំពងពាក់កណ្ដាលសិនទេពេលដែលពាក់កណ្ដាលហ្នឹងឆ្អិនហ្នឹងខ្ញុំលើកវាឡើងសល់មកហ្នឹងយើងបំពងឲ្យអស់មកមើលតែវាចិត្តក្រៀមហើយយើងបង់ខ្ញីដែលយើងហាន់មុនហ្នឹងចូលមកចាក់ហ៊ុនដែលយើងបំពងមុនហ្នឹងចាក់ចូលដែរវាឲ្យក្រៀមស្មើគ្នាបន្ទាប់មកខ្ញុំដាក់ម្ទេសក្រៀមហ្នឹងខ្ញុំដាក់តែបន្តិចទេដោយសារអ្នកផ្ទះខ្ញុំនេះអត់ចេះញ៉ាំហឹរចាក់ម្ទេសហើយយើងច្បល់វា2-3ត្រឡប់ទៅទើបចាក់ជីអង្កាមយើងហ្នឹងចូលតាមក្រោយចោះកូរឡើងមើលតាជីអង្កាមយើងស្រួយលើកវាឡើងក្លិនគេវិញឈ្ងុយមែនតែនដួសដាក់ចានមកញ៉ាំជុំគ្នា哦，漂亮哦。ហ៊ុនខ្ញុំនេះនិយាយទៅរសជាតិឡំៗពេលស្ងោរខ្ញុំដាក់អំបិលអញ្ចឹងហើយខ្ញុំយកអំបិលជ្រលក់ជាមួយនឹងសាច់អាំងហ្នឹងយកមកជ្រលក់ជាមួយចិត្តគេវិញឆ្ងាញ់ប្លែកមកហ៊ុនហ្នឹងស្រួយហើយជ្រលក់អំបិលម្ទេសហ្នឹងហឹលទៀតឆ្ងាញ់មែនតែនដំបងពួកគាត់ស្មានតែស្លឹកខៀវហ្នឹងជីអំបងពួកឯនៅនេះភាគច្រើនគេប្រើជីអំបងជីអង្កាមអត់សូវប្រើទេដល់ពេលប្រាប់គាត់ថាជីអង្កាមគាត់ថាទៅអត់ដឹងស្មានតែជីអំបងថ្ងៃហ្នឹងខ្ញុំអត់មានធ្វើម្ហូបអីទេនិយាយទៅញ៉ាំតាហ៊ុនអំបងហ្នឹងជាមួយនឹងយូយួនសល់ពីផឹកហ្នឹងឯងពួកគាត់ចូលចិត្តញ៉ាំគ្រប់គ្នាគាត់ថាឆ្ងាញ់រសជាតិអត់ដិតចឹងនិយាយទៅញ៉ាំលេងក៏បានជាមួយគ្រឿងត្រជាក់ទៀតកាន់តែអែមញ៉ាំអស់ហើយនៅសល់តែម្ទេសទេហើយស្លម្ជូរយួនហ្នឹងនិយាយទៅគ្រួសារខ្ញុំនេះប្រហើយទៀតតែមួយឆ្នាំហ្នឹងគាត់ហត់តអស់គ្មានឲ្យនៅសល់ទេ